សូមគោរពជម្រាបសួរពុកម៉ែបងប្អូនលោកតាលោកយាយអំពូមេមីងទាំងអស់ជាទីស្រឡាញ់រាប់អានថ្ងៃនេះខ្ញុំមានប្រធានបទមួយចង់ចែករំលែកទាក់ទងទៅនឹងបញ្ហាផ្ទាល់ខ្លួនបាទគឺបញ្ហាដែលទាំងអស់គ្នារួមទាំងខ្ញុំក៏ដូចជាមនុស្សទូទៅគួរតែផ្ដោតអារម្មណ៍និងយកចិត្តទុកដាក់ជាខ្លាំងនោះគឺបញ្ហាសុខភាពដោយសារមួយរយៈក្រោយនេះខ្ញុំសង្កេតឃើញខ្លួនឯងវារៀងខ្សត់ខ្សោយបាទគឺតាក់ទងទៅនឹងប្រព័ន្ធការពាររាងកាយមិនមែនខ្សោយលក្ខណៈអីឲ្យថាវាធ្ងន់ធ្ងរទេប៉ុន្តែមានអារម្មណ៍ថាខ្លួនឯងអាសាឈឺព្រោះយើងឈឺជាជំងឺផ្ដាសាយឈឺក្អកក្តៅខ្លួនអីហ្នឹងហើយអាសាឆ្លងពីមជ្ឈដ្ឋានខាងក្រៅមកឧទាហរណ៍ថាយើងជួបអ្នកណាម្នាក់ដែលគាត់មានជំងឺគឺឆ្លងលឿនមែនតើបាទហើយមួយទៀតពេលខ្លះយើងទៅក្រៅអញ្ចឹងទៅបាទប៉ះទឹកភ្លៀងប៉ះអីបន្តិចតួចក៏ឈឺដែរឈឺលឿនមែនតើវាខុសអំពីកាលពីមុនដែលមិនងាយនឹងឈឺទេបាទទោះបីជាក្នុងស្ថានភាពណាក៏ដោយទោះបីជារត់ហាភ្លៀងក៏ដោយទោះបីជាងូតទឹកភ្លៀងក៏ដោយគឺมันងាយនឹងឈឺតែម្ដងប៉ុន្តែបច្ចុប្បន្នមានអារម្មណ៍ថាវាប្រព័ន្ធការពាររាងកាយហ្នឹងរៀងចុះខ្សោយបាទហើយរឿងចុះខ្សោយនេះក៏មិនមែនមានន័យថាវាថ្មីដែរឬក៏មិនមែនមានន័យថាខ្ញុំមិនដឹងអំពីមូលហេតុដែរខ្ញុំដឹងអំពីមូលហេតុប៉ុន្តែហើយក៏ដឹងថាតើខ្ញុំគួរតែធ្វើយ៉ាងណាដើម្បីឲ្យវាមានប្រព័ន្ធរាងកាយប្រកែដែរប៉ុន្តែគេហៅថាចេះតែមួយថ្ងៃហើយមួយថ្ងៃទៀតចេះតែបង្ងើយកន្តើយណាចេះតែគិតថាវាមិនអីចេះតែគិតថាឧទាហរណ៍យើងជាប់ធ្វើការងារអីមួយចឹងចេះតែជក់អញ្ចឹងទៅបាទដល់ពេលអញ្ចឹងយើងក៏មិនបានជាផ្ដោតអារម្មណ៍ខ្លាំងទៅលើរឿងទាំងអស់ហ្នឹងប៉ុន្តែមកដល់ថ្ងៃនេះខ្ញុំគិតថាប្រហែលជាខ្ញុំត្រូវកែទម្លាប់ខ្លះហើយក៏ចង់ចែករំលែកទៅកាន់ទាំងអស់គ្នាដើម្បីឲ្យទាំងអស់គ្នាផ្ដោតអារម្មណ៍ទៅលើបញ្ហាសុខភាពរបស់ខ្លួនឯងអញ្ចឹងណាបាទមុននោះខ្ញុំបញ្ជាក់ឲ្យថាមូលហេតុដែលខ្ញុំមានអារម្មណ៍ថាខ្លួនឯងប្រែប្រួលគឺពីមុនគឺខ្ញុំរស់នៅក្នុងបរិបទមួយបែបជនបទបាទបរិបទមួយបែបជនបទអញ្ចឹងការងារអីផ្សេងក៏ជាការងារដែលរៀងសកម្មបាទយើងប្រើកម្លាំងយើងប្រើចលនាច្រើនហើយមុននឹងខ្ញុំមកធ្វើការរស់នៅភ្នំពេញនេះគឺខ្ញុំនៅជនបទគឺយើងព្រលឹមឡើងគឺយើងចងគោបាទយើងសម្អាតក្រោលគោយើងរៀបចំទុកដាក់អីផ្សេងអញ្ចឹងណាហើយថ្ងៃឡើងយើងត្រូវផ្លាស់គោបាទផ្លាស់ចំណងណាបដូរចំណងបដូរអីពេលខ្លះយើងត្រូវទៅស្រែទៅរកស្មៅទៅដឹកស្មៅដឹកស្រូវដឹកអីអញ្ចឹងទៅបាទដល់ខែដកស្ទូងអីយើងធ្វើការងារស្រែចម្ការអីជាមួយឪពុកម្ដាយអីជាទូទៅហោហែអញ្ចឹងទៅបាទប៉ុន្តែដល់ពេលខ្ញុំមានគ្រួសារមកនៅភ្នំពេញអញ្ចឹងសកម្មភាពដែលខ្ញុំធ្លាប់ធ្វើពីអតីតកាលគឺយើងផ្លាស់ប្ដូរហើយយើងលែងអាចទៅធ្វើការងារទាំងអស់ហ្នឹងឯងដោយសារយើងមានគ្រួសារផ្ទាល់ខ្លួនអញ្ចឹងណាអញ្ចឹងគឺយើងផ្លាស់ប្ដូរទម្លាប់នៃការរស់នៅមករស់នៅភ្នំពេញបាទអញ្ចឹងភ្នំពេញក៏យើងដឹងហើយថាបរិយាកាសក៏វាផ្សេងបាទទម្លាប់នៃការរស់នៅក៏ផ្សេងហើយនឹងទីតាំងរស់នៅក៏ផ្សេងបាទទីតាំងរស់នៅទី1ភ្នំពេញមិនបានផ្ទះធំអីណានៃមានលំហ space អីធំត្រូវទេមែនទេព្រោះយើងដឹងហើយគឺជាលក្ខណៈផ្ទះទូចអីចឹងទៅហើយចំជាមួយនឹងការងាររបស់ខ្ញុំជាការងារអនឡាញបាទខ្ញុំបរៀនសិស្សតាមអនឡាញឆ្លើយសំណួរសិស្សឆ្លើយឆ្លងសំណួរធ្វើមេរៀនអីផ្សេងគឺនៅតែផ្ទះតែម្ដងដល់ពេលអញ្ចឹងធ្វើឲ្យសកម្មភាពផ្សេងដែលខ្ញុំធ្លាប់ធ្វើពីមុនមកវាផ្លាស់ប្ដូរសឹងតែនិយាយថា180ដឺក្រេវាផ្លាស់ប្ដូរខ្លាំងបាទដែលធ្វើឲ្យរាងកាយរបស់យើងក៏វាប្រែប្រួលទៅតាមហ្នឹងបាទពីមុនរាងស្គមសង្វិតសាជីវអញ្ចឹងទៅបាទដូចកង្កែបអត់ដែរបាទអីបរិភោគអីជាដើមណាប៉ុន្តែដល់ពេលបច្ចុប្បន្នវាទៅជាគីឡូយើងក៏ឡើងបាទខ្លាញ់យើងក៏ឡើងហើយសុខភាពរបស់យើងក៏វាទៅតាមនឹងហើយភាពរហ័សរហួនរបស់យើងក៏វាបាត់បង់ទៅតាមនឹងដែរហើយខ្ញុំដឹងដែរបាទមួយថ្ងៃទៅមួយថ្ងៃណាហើយមួយរយៈមុនក៏ខ្ញុំបានដោយសារខ្ញុំដឹងទម្លាប់ហ្នឹងខ្ញុំដឹងថាខ្ញុំអសកម្មទៅខ្ញុំអាសាធ្វើលំហាត់ប្រាណដែរបាទមួយរយៈមុនណាបាទគឺជិះកង់បាទខ្ញុំទិញកង់មួយបាទតម្លៃគួរសមដែរទិញយកមកជិះហាត់ប្រាណជាប្រចាំថ្ងៃមិនថាប្រចាំថ្ងៃទេមួយថ្ងៃជិះ1ម៉ោងមួយអាទិត្យជិះបាន3ថ្ងៃ4ថ្ងៃអីដែរហើយជាប់គ្នាបាន3 4 5ខែដែរព្រោះយើងប៉ុន្តែដោយសារមួយរយៈក្រោយនេះប្រហែលជាចូលកន្លះឆ្នាំចុងក្រោយនេះគឺខ្ញុំរវល់ច្រើនជាងមុនទៅទៀតបាទរវល់ទី1គឺជាប់ជាមួយនឹងការបរៀនអនឡាញហ្នឹងបាទការបរៀនសិស្សតាមអនឡាញបរៀនភាសាចិនហ្នឹងចំណុចទី1ចំណុចមួយទៀតគឺ
ខ្ញុំជាប់ជាមួយនឹងការងារខាងវិទ្យុទៅអញ្ចឹងខ្ញុំក៏រៀងរវល់ពីរតង់បាទតែប៉ិតការងារវិទ្យុខ្ញុំរវល់លើកមុននឹងកន្លះឆ្នាំហ្នឹងដោយសារខ្ញុំធ្វើយូរដែរហើយអញ្ចឹងណាប៉ុន្តែគាត់ថាវាចេះតែមានការងារច្រើនទៅទៅតាមហ្នឹងទៅហើយនឹងមួយទៀតខ្ញុំទទួលបរិញ្ញានៅតាមផ្ទះបាទទទួលសិស្សបរិញ្ញាចុងសប្តាហ៍សៅរ៍អាទិត្យទៅទៀតពីមុនយើងអត់បរិញ្ញាសៅរ៍អាទិត្យទេសៅរ៍អាទិត្យយើងទៅនៃប៉ុន្តែដល់ពេលឥឡូវយើងបរិញ្ញាសៅរ៍អាទិត្យទៀតអញ្ចឹងខ្ញុំអត់សូវបានទៅផ្ទះផងខ្ញុំអត់បានទៅស្រុកផងខ្ញុំអត់សូវសកម្មនៅក្នុងផ្ទះខ្លួនឯងនេះផងហើយខ្ញុំក៏អត់សូវបានចេញទៅក្រៅលំហាត់ប្រាណអីទៀតអញ្ចឹងណាហើយមួយទៀតដែរគឺដោយសារមួយរយៈក្រោយនេះខ្ញុំជាប់លេងបាទគឺខ្ញុំធ្វើ channel YouTube មួយថ្មីអញ្ចឹងទៅអញ្ចឹងខ្ញុំអាសាផលិតវីដេអូនៅក្នុង channel YouTube ថ្មីរបស់ខ្ញុំមួយទៀតដល់ពេលអញ្ចឹងវាធ្វើឲ្យការងារហ្នឹងវាចេះតែជាប់បាទវាជាប់ច្រើនទៅវាធ្វើឲ្យយើងដកឃ្លាអត់រួចអញ្ចឹងមែនតើគឺកំហុសខ្ញុំខ្លួនឯងទេដែលធ្វើឲ្យខ្លួនឯងទៅជាខ្សោយទៅលើប្រព័ន្ធការពាររាងកាយដែលធ្វើឲ្យងាកឆ្លងងាកឈឺងាកផ្ដាសាយងាកគ្រុនងាកកោសខ្យល់បាទហើយខ្ញុំចាប់អារម្មណ៍ជាងគេបំផុតគឺកោសខ្យល់នឹងតែម្ដងរយៈក្រោយនេះខ្ញុំគ្រាន់តែមួយខែខ្ញុំកោសខ្យល់3ដងពួកយើងអញ្ចឹងមួយខែកោសខ្យល់3ដងសម្រាប់ខ្ញុំគឺវាច្រើនណាស់ពីមុនមកគឺកម្រណាពីព្រោះខ្ញុំក៏មិនចូលចិត្តកោសខ្យល់ដែរកោសខ្យល់វាឈឺចាប់លើរាងកាយយើងណាប៉ុន្តែបើយើងមិនកោសវាអត់ស្រឡះបាទខ្ញុំដឹងថាកោសខ្យល់ហើយគឺខ្ញុំស្រឡះក្នុងខ្លួនអញ្ចឹងខ្ញុំតែត្រូវតែមានអារម្មណ៍ថាចង់កោសគឺខ្ញុំកោសហើយបាទដល់ពេលអញ្ចឹងលេងវាប់ឡើងមួយខែហ្នឹងកោសខ្យល់3ដងបាទដល់ពេលអញ្ចឹងយើងពិបាកឲ្យមួយទៀតរឿងឈឺមួយរយៈចុងក្រោយខ្ញុំឈឺម្ដងសិតតែលេបថ្នាំចង់មួយអាទិត្យអីមិនបាត់ណាព្រោះយើងសុំឲ្យឥឡូវនេះខ្ញុំកំពុងតែនិយាយវីដេអូនេះក៏ខ្ញុំនៅតែឈឺដែរគឺនៅក្អកនៅក្តៅខ្លួនអីតិចដល់ឡើយទេព្រោះខ្ញុំលេបថ្នាំតែបានប្រហែលជាប្រហែលលេបបាន3ថ្ងៃ4ថ្ងៃដែរអញ្ចឹងណាបាទហើយឈឺប្រហែលថ្ងៃមុនហ្នឹងគឺឈឺកម្ដៅឡើងដល់ចិត្ត40ព្រោះយើងឡើងញាក់ណាបាទហើយទៅធ្វើការក៏អត់បានទៅបរៀនក៏អត់បានដោយសារយើងវាក្តៅទៅយើងពិបាកឈរព្រោះធម្មតាកាលណាយើងក្តៅខ្លួនយើងដឹងហើយយើងទៅជាឈឺដៃឈឺជើងបាទឈឺចង្កេះឈឺឆ្អឹងឈឺឆ្អែងវាឈឺចុកចាប់សាច់ដុំណាបាទចឹងហ្នឹងជាបញ្ហាហើយថ្ងៃហ្នឹងដោយសារតែរឿងហ្នឹងអីបានខ្ញុំចង់មកជជែកជាមួយគ្នាយើងបន្ថែមបន្តិចហើយចង់ឲ្យគ្នាយើងយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាពរបស់ខ្លួនឯងហើយនឹងមួយទៀតផងដែរខ្ញុំចង់ចែករំលែកអត្ថបទមួយអត្ថបទនេះគឺជាអត្ថបទដែលយើងមានឃើញនៅក្នុងសៀវភៅមួយក្បាលគឺសៀវភៅ ASK កម្រិត5សៀវភៅភាសាចិនណាប៉ុន្តែខ្ញុំនឹងបកប្រែជាភាសាខ្មែរឲ្យទាំងអស់គ្នាបានស្ដាប់អំពីអត្ថន័យដែលសៀវភៅនេះគេចង់និយាយតើសៀវភៅនេះគេនិយាយអំពីអ្វីអញ្ចឹងណាបាទមេរៀនអត្ថបទមួយនេះគេនិយាយអំពីអីអត្ថបទមួយនេះដំបូងមែនតើខ្ញុំស្ដាប់ស្គប់ខ្ញុំឃើញអត្ថបទហ្នឹងយូរយារហើយដោយសារខ្ញុំបរិញ្ញាសិស្សប៉ុន្តែខ្ញុំក៏ចាប់អារម្មណ៍ខ្ញុំក៏ដឹងថាគេនិយាយនឹងត្រូវប៉ុន្តែដោយសារតែយើងដូចខ្ញុំនិយាយមុនអញ្ចឹងថាយើងចេះតែជាប់ធ្វើនេះជាប់ធ្វើនោះអញ្ចឹងទៅចេះតែបង្ងើយកន្តើយចំពោះសុខភាពរបស់ខ្លួនឯងក្នុងអត្ថបទនោះយើងនឹងខ្ញុំចង់បកប្រែទៅកាន់ឲ្យគ្នាយើងស្ដាប់តែម្ដងគេនិយាយថាអញ្ចេះ每个人都希望自己健康那是什么才是健康呢គេលើកឡើងថាមនុស្សគ្រប់គ្នាគឺសុទ្ធតែសង្ឃឹមថាខ្លួនឯងនឹងមានសុខភាពល្អអញ្ចឹងតើអ្វីទៅគឺជាសុខភាពល្អឲ្យពិតប្រាកដ过去人们以为健康就是指身体不生病ពីមុនមកមនុស្សយើងយល់ថាសុខភាពល្អគឺសំដៅទៅលើរាងកាយដែលមិនឈឺបាទមិនកើតជំងឺហ្នឹង但是现在人们认识到健康还指精神上的健康ប៉ុន្តែបច្ចុប្បន្នមនុស្សយើងចាប់ផ្ដើមស្គាល់ថាសុខភាពល្អគឺសំដៅទៅលើចំណុចមួយទៀតដែរគឺស្មារតីបាទអញ្ចឹងយើងក៏ចាត់ទុកថាស្មារតីគឺជាផ្នែកមួយនៃសុខភាពដែរអញ្ចឹងណាបាទពីមុនគេគិតថាតើមិនឈឺរាងកាយយើងមិនឈឺគេហៅសុខភាពល្អប៉ុន្តែបច្ចុប្បន្នបើសិនជាយើងរាងកាយមិនឈឺមែនប៉ុន្តែស្មារតីរបស់យើងមិនល្អអាហ្នឹងក៏ចាត់ទុកថាយើងមិនមានសុខភាពល្អដែរអញ្ចឹងណា只有身体和精神都健康才算是真正的健康គេថាតើតែមានទាំងសុខភាពរាងកាយផងនិងសុខភាពស្មារតីហ្នឹងមិនចង់សំដៅទៅលើចិត្តហ្នឹងបាទល្អទៅគេហៅថាមានសុខភាពល្អពិតប្រាកដចឹងណា有一位教授用数字来说明健康有多么重要មានសាស្ត្រាចារ្យម្នាក់គាត់បានប្រើប្រាស់តួលេខមកបញ្យល់អំពីសុខភាពតើសុខភាពមានសារៈសំខាន់ប៉ុណ្ណាក្នុងនោះគាត់លើកឡើងថា要是健康是一其他都是一后面的零បាទមានន័យថាបើសិនបើសុខភាព
ល្អគឺតំណាងឲ្យលេខ1នោះអ្វីផ្សេងទៀតគឺតំណាងឲ្យលេខ0ដែលនៅក្រោយលេខ1កន្លែងនេះគាត់មានតទៅទៀតគេខ្ញុំអត់និយាយទេខ្ញុំនិយាយជាអត្ថន័យដែលគាត់ចង់សម្ដៅធម្មតាបើសិនជាពួកយើងមានសុខភាពល្អគឺលេខ1ហើយអ្វីផ្សេងគឺគាត់ថាគឺជាលេខ0នៅក្រោយហ្នឹងឥឡូវពួកយើងសម័យមើលបើសិនជាពួកយើងមានសុខភាពល្អអញ្ចឹងពួកយើងមានលេខ1នៅពីមុខបន្តមកទៀតពួកយើងមានការងារល្អអញ្ចឹងពួកយើងមានលេខ0មួយទៀតនៅពីក្រោយអញ្ចឹងពួកយើងបានប៉ុន្មានហើយពួកយើងបាន10បាទបើសិនពួកយើងមានតំណែងល្អទៀតអញ្ចឹងពួកយើងបាន100ពួកអី02ហើយទី1ការងារល្អទី2តំណែងល្អហើយបើសិនពួកយើងមានទ្រព្យសម្បត្តិទៅទៀតអញ្ចឹងឡើងថែម0មួយទៀតមកអញ្ចឹងវាឡើង1000បាទបើសិនពួកយើងមានអីផ្សេងទៀតឧទាហរណ៍គ្រួសារមានសុភមង្គលទៀតអញ្ចឹងពួកយើងបាន10000ពួកយើងមានអីផ្សេងទៀតពួកយើងថែមរហូតប៉ុន្តែបើសិនពួកយើងមានការងារល្អលេខ0ពួកយើងមានតំណែងល្អលេខ0ពួកយើងមានគ្រួសារមានសុភមង្គលលេខ0ពួកយើងមានអីផ្សេងលេខ000ទាំងអស់ប៉ុន្តែពួកយើងខ្វះចំណុចមួយគឺសុខភាពល្អអញ្ចឹងដែលសុខភាពល្អតំណាងឲ្យលេខ1ពួកយើងអត់មានអញ្ចឹងអ្វីគ្រប់យ៉ាងដែលយើងមានខាងក្រោយនោះគឺឥតន័យបាទហ្នឹងយើងសម័យខ្លួនឯងវាជារឿងពិតបាទបើសិនជាអ្នកខ្លះគាត់សុខចិត្តអត់ស៊ីអត់ឃ្លានគាត់រស់នៅមិនបានសមរម្យប៉ុន្តែសុខភាពគាត់មាំមួនគាត់អាចដើរបានគាត់អាចមើលបានគាត់អាចធ្វើរឿងអ្វីដែលគាត់ចង់ធ្វើបានក្នុងការងាររស់នៅប្រចាំថ្ងៃដោយមិនពឹងពាក់ទៅលើអ្នកដទៃណាអញ្ចឹងមានន័យថាគាត់មានជីវិតរបស់គាត់ចូលថាអាចថាល្អប្រសើរហើយប៉ុន្តែបើសិនជាយើងមានគ្រប់យ៉ាងទាំងអស់ប៉ុន្តែយើងទៅណាក៏មិនរួចឈឺរ៉ាំរ៉ៃអីជាដើមយើងមិនសំដៅទាំងអស់ទេពួកយើងប៉ុន្តែគាត់ថាខ្ញុំនិយាយជាគោលណាពួកយើងចុះពួកយើងសម័យមើលតើរឿងទាំងអស់ហ្នឹងវាចំពោះយើងពួកយើងនឹងយកចំណុចមួយណានេះគឺជាអត្ថបទដែលខ្ញុំលើកឡើងមិញហ្នឹងគឺជាអត្ថបទដែលមាននៅក្នុងសៀវភៅ ASK 4ណានៅក្នុងសៀវភៅភាសាចិនណាអញ្ចឹងខ្ញុំលើកយកនៅប្រធានបទនេះហើយមកជជែកជាមួយទាំងអស់គ្នាហ្នឹងគឺគ្រាន់តែចង់ដាស់តឿនស្មារតីទាំងអស់គ្នាឲ្យផ្ដោតអារម្មណ៍ទៅលើសុខភាពហើយរូបដែលខ្ញុំខ្លួនឯងថាខ្ញុំចង់ធ្វើវីដេអូនេះដើម្បីជំរុញទឹកចិត្តខ្លួនឯងដែរឲ្យវិលត្រឡប់ទៅរកភាពសកម្មវិញបាទខ្ញុំនឹងមិនបណ្តែតបណ្ដោយតទៅទៀតទេខ្ញុំនឹងព្យាយាមឆ្លៀតទោះបីជាយ៉ាងណាក៏មួយថ្ងៃអាចថាឆ្លៀតពេលសម្រាប់ការហាត់ប្រាណអីផ្សេងឲ្យបាន1ម៉ោងប៉ុន្តែខ្ញុំចូលចិត្តលំហាត់ប្រាណមួយបែបពីរបែបដែរព្រោះយើងទីមួយគឺខ្ញុំចូលចិត្តជិះកង់ដោយសារជិះកង់យើងទីមួយយើងអត់នៅមួយកន្លែងបាទយើងអាចជិះកង់មើលទេសភាពតាមមាត់ទន្លេអីផ្សេងទៅមើលគេមើលឯងអញ្ចឹងណាហើយ1ម៉ោងសម្រាប់ការជិះកង់គឺវាលឿនតែបើសិនជាយើងហាត់ប្រាណមួយកន្លែងនៅមួយកន្លែងអាហ្នឹង1ម៉ោងគឺយូរបាទ1ម៉ោងគឺយូរមែនតើហើយនឹងមួយទៀតគឺខ្ញុំចូលចិត្តដើរតាមមាត់ទន្លេអីហ្នឹងអាហ្នឹងក៏ខ្ញុំចូលចិត្តដែរតែបើខ្ញុំក៏ចូលចិត្តរត់ដែរប៉ុន្តែខ្ញុំរត់អត់សូវរួចបាទដោយសារមួយរយៈក្រោយដូចខ្ញុំបញ្ជាក់ថាខ្ញុំមានឡើងគីឡូពីមុនខ្ញុំនៅផ្ទះគឺខ្ញុំនៅស្រុកហ្នឹងគីឡូខ្ញុំ62តែបច្ចុប្បន្នខ្ញុំចូល70គីឡូបាទអញ្ចឹងរាងកាយរបស់យើងខ្ញុំគិតថាវាដូចជាមិនទាន់ស៊ាំជាមួយនឹងបរិបទថ្មីទេណាប៉ុន្តែក៏យូរដែរហើយព្រោះគាត់ថាអត់ទាន់ស៊ាំខ្ញុំគិតថាប្រហែលជាអាចតិចទៀតវានឹងអាចស៊ាំវិញហើយឥឡូវនេះខ្ញុំព្យាយាមសម្រក់ទម្ងន់ដែរបាទខ្ញុំកម្រងយកត្រឹម66ឬក៏ត្រឹម65ប៉ុន្តែមិនដឹងថាបានឬមិនបានអានឹងចាំជជែកគ្នាបន្តទៀតទៅចាស់អរគុណចំពោះទាំងអស់គ្នាដែលបានស្ដាប់វីដេអូរបស់ខ្ញុំនេះមិនដឹងថាតើមានអ្នកណាខ្លះដែលគាត់ស្ដាប់ដល់ចប់ទេប៉ុន្តែគាត់ថាជាអារម្មណ៍របស់ខ្ញុំគ្រាន់តែចង់ធ្វើជាការដាស់តឿនសម្រាប់ខ្លួនឯងផងនិងជាការដាស់តឿនសម្រាប់គ្នាយើងផងហើយរួមជាការធ្វើទុកជាអនុស្សាវរីយ៍ទៅថ្ងៃក្រោយផងតែខ្ញុំបានតាំងចិត្តនៅក្នុងវីដេអូមួយនេះប៉ុន្តែបើសិនជាក្នុងមួយរយៈពេលក្រោយវាអត់មានអីប្រែប្រួលទេអានឹងមានន័យថាការតាំងចិត្តរបស់ខ្ញុំវាអត់មានបានប្រយោជន៍អីទេខ្ញុំបានថាដូចតែគេដូចតែឯងដែរអញ្ចឹងណាបាទតែទោះយ៉ាងណាអានឹងយើងចាំមើលទាំងអស់គ្នាចឹងខ្ញុំបញ្ចប់វីដេអូនៅប៉ុណ្ណឹងអរគុណចំពោះការតាមដានហើយបើមានជាចម្ងល់សំណួរឬក៏ចង់ជជែកលេងអីនោះអាចជជែកជាមួយខ្ញុំបានតាមរយៈ comment ខាងក្រោមឬក៏ឆាតមកខ្ញុំក៏បានដែរខ្ញុំបញ្ជាក់ដែរថាវីដេអូនេះគឺផុសនៅក្នុង channel ថ្មីបាទនៅសុភ័ក្ត្រា2ប៉ុន្តែចំពោះពុកម៉ែបងប្អូនសិស្សានុសិស្សដែលមានបំណងចង់រៀនភាសាចិនអីហ្នឹងតាមអនឡាញហ្នឹងពួកយើងអាចជជែកជាមួយខ្ញុំបានតាមរយៈ Facebook page របស់ខ្ញុំតែម្ដងឬក៏ Facebook របស់ខ្ញុំណា Chinese Online School Facebook page ហើយនិង Facebook ផ្ទាល់ខ្លួនគឺនៅសុភ័ក្ត្រាដូចជា channel YouTube នឹងដែរណាហើយកុំភ្លេច subscribe channel ថ្មី channel ចាស់របស់ខ្ញុំផងហើយខ្ញុំនឹងរងចាំទទួលនិងស្វាគមន៍រាល់ comment មតិយោបល់របស់ពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងបញ្ចប់វីដេអូនេះប៉ុណ្ណឹងហើយជូនពរពុកម៉ែបងប្អូនទាំងអស់ឲ្យជួបតែសុខ
សុខសុវត្ថិភាពក្នុងការធ្វើដំណើរក៏ដូចជាមានសុខភាពល្អទាំងរដូវក្តៅរដូវរងារដូវត្រជាក់រដូវភ្លៀងរដូវប្រាំងអីហ្នឹងបាទជាពិសេសរដូវភ្លៀងគឺយើងអាសាឃើញពុកម៉ែបងប្អូនយើងឈឺរួមទាំងខ្ញុំផងដែរអញ្ចឹងជូនពរទាំងអស់គ្នាជួបបាទមានសុខភាពល្អទាំងអស់គ្នាហើយយើងចាំជួបគ្នានៅវីដេអូក្រោយទៀតណាអរគុណជម្រាបលា